ជំរាបសួរអ្នកទាំងអស់គ្នាហើយនៅក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើត BM ជាមួយនឹង script code ហើយចំពោះ script code នឹងផងដែរគឺយើងអាចបង្កើតទៅពេលខ្លះគឺវាអាចរហូតបានទៅដល់ 5BM ជាទូទៅប៉ុន្តែក្នុង account នេះខ្ញុំដាក់តែអ្នកទាំងអស់គ្នាមើលប្រហែលជាអត់ដល់5ទេឬ7ទេប៉ុន្តែយើងបង្កើត BM ហ្នឹងក្នុងភាពងាយស្រួលសម្រាប់អ្នកទាំងអស់គ្នាបង្កើតទៅលើ BM អញ្ចឹងពីមុនអ្នកទាំងអស់គ្នាប្រើកូដរបស់ខ្ញុំមួយដែលខ្ញុំបានផុសនៅក្នុង YouTube ហ្នឹងថាមានប៊ូតុង Meta Verify ហ្នឹងជាទូទៅអាហ្នឹងខ្ញុំសូមបញ្ជាក់ដល់អ្នកទាំងអស់គ្នាអាចទៅការបង្កើតជាមួយនឹង account ក្រៅប្រទេសអាហ្នឹងគឺវាបានមានភាពងាយស្រួលក្នុងការបើកប៊ូតុងហ្នឹងតែបង្កើត account ខ្មែរគឺវាមិនសូវចេញទេអញ្ចឹងតម្រង account នេះគឺខ្ញុំមកបរៀនដល់អ្នកគ្នាអំពីរបៀបនៃការបង្កើតតាម script ហ្នឹងគឺយើងអាចទៅការចុចមកតាមខ្ញុំនឹងមកចុចមក Ad Manager ហ្នឹងមកដើម្បីយើងឆែកមើលថាតើមាន BM យើងបង្កើតអីឬនៅអញ្ចឹងត្រង់ចំណុចត្រង់កន្លែងនេះវាយ៉ាង slow បន្តិចអញ្ចឹងខ្ញុំសុំបិទវាសិនកុំឲ្យវា slow ពេកយើងប្រើច្រើនពេកអូខេ10អញ្ចឹងនៅក្នុង account នេះយើងអត់បានបង្កើត BM ទេគេតែស្អាតអត់មាន BM នៅខាងក្រោមហ្នឹងទេបើថាយើងបង្កើត BM ហើយនៅខាងក្រោមហ្នឹងគឺមាន BM អញ្ចឹងគឺអត់មានទេអូខេយើងចូលមក campaign វាមកកន្លែងនេះបន្ទាប់មកយើងចូលមកកាន់កន្លែងយើងបង្កើត BM Facebook Business Manager អូខេយើងចូលមកហើយយើងចូលនេះនៅត្រង់ link ហ្នឹងមកបន្ទាប់ពីយើងចូលមកដល់ត្រង់កន្លែងនេះយើងនឹងឃើញនេះគឺគេឲ្យយើងត្រូវបង្កើតលើ BM អញ្ចឹងមានន័យថាយើងអត់មាន BM អត់មានអីទាំងអស់គឺទៅទេស្អាតអញ្ចឹងរបៀបនៃការដាក់ script ចូលអញ្ចឹងអានេះគឺជារបៀបនៃការធ្វើហ្នឹងគឺមាន script ដាក់ចូលអញ្ចឹងយើងចូលមក new tab មកហើយយើងបើកទៅលើប៊ូតុង setting បន្ទាប់មកយើងចូលលេខ bookmark ហើយយើងបើកទៅលើពាក្យថា bookmark manager បន្តមកទៀតអ្នកនរគ្នាចុចនៅត្រង់កន្លែងនេះត្រី3ហ្នឹងបន្ទាប់មកចុចពាក្យថា add new bookmark ដើម្បីយើងបង្កើតទៅលើ map របស់យើងថ្មីអញ្ចឹងត្រង់កន្លែងនេះអ្នកនរគ្នាចង់ដាក់ឈ្មោះអីក៏បានដែរខ្ញុំដាក់ BM create file ទៅនៅត្រង់កន្លែងនេះហើយយើង copy link URL របស់ខ្ញុំចូលមកខ្ញុំ copy ចឹង link របស់ខ្ញុំហ្នឹងគឺពេលខ្លះអាចបង្កើតរហូតបានដល់ BM 5វាទៅតាម account នេះទេអញ្ចឹងខ្ញុំបានដាក់វារួចរាល់ហើយខ្ញុំ refresh វាមួយមកនេះមានឈ្មោះហ្នឹងអញ្ចឹងដាក់ឲ្យវាចេញសូនៅលើ bookmark ដែលយើងចុច setting បន្តមកចុចនៅលើ bookmark ម្ដងទៀតហើយយើងចុចពាក្យសូ bookmark យើងនឹងឃើញអញ្ចឹងអញ្ចឹងខ្ញុំមកចូលមក Ad Manager វិញខ្ញុំ refresh វាមួយខ្ញុំមើលថាខ្ញុំអាចបង្កើតបាន5អត់ឬក៏អត់បានទេអានឹងវាទៅស៊ីសងនៅលើ account របស់យើងនេះទេអញ្ចឹងចុចពាក្យ BM ហើយ start create BM only យើងចុច start មកគឺវានឹងចាប់ផ្ដើមធ្វើការហើយបង្កើតឲ្យយើងនៅវាដាក់ត្រៃ create ទី1យើងបង្កើត BM ឥឡូវយើងបង្កើត BM ទី2ចាំមានន័យថាបង្កើតបាន 2BM ឯក្នុងរយៈពេល1 plate ហ្នឹងនេះងាយស្រួលជាងទៅនឹង account ងាយស្រួលជាងកូដចាស់របស់ខ្ញុំផុសនៅក្នុង YouTube ហ្នឹងអូខេអញ្ចឹងវាកំពុងតែដំណើរការអូខេអ្នកនរគ្នាឥឡូវបានបង្កើតរួចរាល់ហើយអញ្ចឹងយើងចុចមកមើលមកអូបានតែមួយលើកនេះលើកនេះបង្កើតអត់ចេញម្ដងពីរទេបានមួយអូខេអញ្ចឹងខ្ញុំចូលមកកាន់គេទំព័រ Facebook យើងមួយទៀតខ្ញុំលុបនេះចោលអស់យើងបង្កើតបាន BM តែមួយទេហើយយើងចូល Ad Manager សារជាថ្មី BM create ហើយយើង create BM ម្ដងទៀតចឹងជាទូទៅអ្នកនរគ្នាបង្កើត BM គឺបានចំនួនតែមួយនៅលើ personal Facebook personal របស់យើងប៉ុន្តែបើយើងប្រើពួក script code នេះពេលខ្លះវាអាចបង្កើតបានលើសឬក៏មួយទៀតវាស៊ីសងនៅលើ account របស់យើងដែរគឺវាទៅតាមនឹងអូខេចឹង select program ចា account នេះ account របស់ខ្ញុំទុកយូរហើយអត់បានវា set up ទេអូខេឥឡូវយើងបង្កើតហ្នឹងគឺបានត្រឹមតែ2នេះតែពេលខ្លះបង្កើតមកចេញមកម្ដង2ហ្មងអូខេចឹងខ្ញុំខ្វែងទៀតចុះ restrict ទៅមាន restrict មួយដែរខ្ញុំបើក Facebook មួយទៀតចង់ដឹងថាយើងបង្កើតបានទៅមុខទៀតអត់ហើយយើងចុចចូលcreate ម្ដងទៀតធូ
ส่งลงจำไปสันปงตายดำนาแกไปตามยมกัดบานตะปีนั่งไอ้ยังปูไปจุดเต้ปีเมนจุดเต้ด่าเต้เวลโลดปีมาม้วนอะไรเบียเฮียงส่วนเลยโอเคยำโจเตอแอดมาในเจ้าน้องทิศจังก่อนวิตอนั้นก็เมียนไปให้เชิญไปให้ยำปีระเบียบในการดักสคริปต์โค้ดสคริปต์ไอ้ในยังนะดักโจน้องทิศโอเค start create BM ตรายตัว unlock create one BM มาดำเนินการตัวมุกที่สุดปี BM เท่าไรเขาต้องตัดเชนด้วยก่อนที่ไปอย่างไรก็บรรจัยมันเลยจะต่อเนี่ยให้ก่อนนึงจังแบนยังมาไอ้ตัวเล็กไอ้บ้านอะไรดิก่อนนึงโอเคเป็นตัวปีนึงก็ยังมันแต่ไม่จะจบdistrict มวยอะจบ district มวยน่าจบ district จบตั้งปีจบตั้งปีมันแต่นี่ยังเมรินยังประเด็นนี่คือระเบียบในการประกาศ BM ตาม script tool นี่จังโจมใครมีบทต้องตามยังเมียนที่ account เข้ามาขยันเมียนได้มีบทต้องดีจังวิดีโอเมียนแต่ปันนึงออกคนเน็ตออกเนี่ยได้จำนายไปโครงการทัศนะให้ไปจองมันสคริปต์โค้ดนั้นต่อโจมือของ channel นั่นก็คือเมียนจังวิดีโอก็เมียนปันนึงไอ้ยกคนแชร์